អាយុដំម៉ៅដងអភិបាលរងខេត្តត្បូងឃ្មុំនាំយកអំណោយសុសុកទុកវីរៈកងទ័ពនិងនគរបាលជាតិនៅទិសប្រាសាទព្រះវិហារក្នុងស្មារតីសមរភូមិក្រោយគាំទ្រសមរភូមិមុខនៅថ្ងៃទី27ខែមករាឆ្នាំ2026អាយុដំម៉ៅដងអភិបាលរងខេត្តតំណាងដល់ខ្ពង់ខ្ពស់អាយុដំប៉ែនកុសលអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំបានដឹកនាំប្រតិភូខេត្តនិងប្រតិភូស្រុកអូររាំងឪអញ្ជើញជួបសំណេះសំណាលសុខទុក្ខនិងនាំយកស្បៀងអាហារគ្រឿងឧបភោគបរិភោគព្រមទាំងថវិកាជូនដល់វីរៈកងទ័ពនិងវីរៈនគរបាលជាតិចំនួន12អង្គភាពចំណុះកងពលលេខ8ដែលកំពុងឈរជើងការពារបរណភាពទឹកដីនៅទិសប្រាសាទព្រះវិហារខេត្តព្រះវិហារក្នុងឱកាសសំណេះសំណាលដ៏មានអត្ថន័យនោះអាយុដំម៉ៅដងបានពំនាំនៅប្រសាសន៍ផ្ដាំផ្ញើសុខទុក្ខនិងការគិតគូរយ៉ាងយកចិត្តទុកដាក់បំផុតពីសំណាក់អាយុដំប៉ែនកុសលអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំព្រមទាំងថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ជូនដល់បងប្អូនកងកម្លាំងទាំងអស់ជាពិសេសអាយុដំអភិបាលរងខេត្តបានថ្លែងនៅការអរព្រះគុណនិងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះសង្ឃគ្រប់ព្រះអង្គមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់តាមបណ្ដាស្ថាប័នមន្ទីរអង្គភាពជុំវិញខេត្តសិស្សានុសិស្សព្រមទាំងសប្បុរសជននានាដែលបានបង្ហាញនៅទឹកចិត្តសទ្ធាជ្រះថ្លាបរិច្ចាគនៅធនធាននិងថវិកាផ្ទាល់ខ្លួនរួមជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំដើម្បីបន្តនាំយកមកឧបត្ថម្ភជូនដល់បងប្អូនវីរៈកងទ័ពនិងវីរៈនគរបាលជាតិអាយុដំបានបញ្ជាក់ថាការចូលរួមចំណែកនេះគឺជាសក្ខីភាពនៃសាមគ្គីភាពដ៏រឹងមាំដែលឆ្លុះបញ្ចាំងថាបងប្អូននៅជួរមុខមិនដែលនៅម្នាក់ឯងនោះឡើយអាយុដំម៉ៅដងបានមានប្រសាសន៍សង្កត់ធ្ងន់ថាក្នុងនាមខ្មែរតែមួយយើងត្រូវតែជាធ្លុងតែមួយខ្មែរជួយខ្មែរក្នុងគ្រាលំបាកនេះគឺជាស្មារតីនៃសមរភូមិក្រោយដែលតែងតែនៅក្បែរនិងគាំទ្រជានិច្ចដល់សមរភូមិមុខដើម្បីការពារសុខសន្តិភាពនិងទឹកដីមាតុភូមិឲ្យបានគង់វង្សទន្ទឹមនឹងនោះអាយុដំក៏បានសម្ដែងនឹងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ដ៏ខ្ពង់ខ្ពស់សាច់ស្រស់ឈាមស្រស់ទាំងកម្លាំងកាយចិត្តនិងបញ្ញាស្មារតីរបស់បងប្អូនវីរៈកងទ័ពនិងវីរៈនគរបាលជាតិដែលបានពុះពៀគ្រប់ឧបសគ្គនៅតាមបន្ទាត់ព្រំដែនដើម្បីបុព្វហេតុជាតិមាតុភូមិសូមបញ្ជាក់ថាអំណោយដែលបាននាំយកទៅឧបត្ថម្ភដល់អង្គភាពទាំង12នេះរួមមានសាច់គោចំនួន1ក្បាលគ្រឿងឧបភោគបរិភោគសម្ភារៈចាំបាច់ប្រចាំថ្ងៃនិងថវិកាក្នុងម្នាក់40000រៀលសរុបចំនួន400នាក់នៃ12អង្គភាពដែលនេះជាការរួមចំណែកដ៏មានតម្លៃពីគ្រប់មជ្ឈដ្ឋានក្នុងខេត្តត្បូងឃ្មុំក្នុងការលើកកម្ពស់ជីវភាពនិងផ្ដល់កម្លាំងចិត្តដល់កងកម្លាំងប្រដាប់អាវុធនៅជួរមុខឲ្យកាន់តែរឹងមាំក្នុងការបំពេញភារកិច្ចការពារជាតិ